ជំរាបសួរលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលំដាប់តទៅនេះនាងខ្ញុំហ៊ុនសុភីសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានរបស់វិទ្យុជាតិកម្ពុជាជាដំបូងសូមជូនមេតិការព័ត៌មានសំខាន់សម្ដេចតេជោអំពាវនាវ8ចំណុចដល់គ្រប់តួអង្គពាក់ព័ន្ធបន្តលើកកម្ពស់សុខុមាលភាពជនមានពិការភាពសហរដ្ឋអាមេរិកគ្រោងចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនយ៉ាងហោចណាស់100លាននាក់នៅត្រឹមខែកុម្ភៈឆ្នាំ2021តទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវចំនួន8ចំណុចដល់គ្រប់តួអង្គពាក់ព័ន្ធបន្តលើកកម្ពស់សុខុមាលភាពជនមានពិការភាពដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការជាពិសេសជួយលើកកម្ពស់ជីវភាពនិងការរស់នៅរបស់ជនពិការឲ្យបានកាន់តែប្រសើរក្នុងសារលិខិតអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី22និងទិវាជនមានពិការភាពអន្តរជាតិលើកទី38ថ្ងៃទី3ខែធ្នូឆ្នាំ2020សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព2019-2023ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពដែលរៀបចំផែនការសកម្មភាពនិងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួងស្ថាប័នអង្គភាពនីមួយៗសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំដល់គ្រប់ក្រសួងស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយផ្ដល់គ្រប់លទ្ធភាពធ្វើយ៉ាងណាឲ្យជនមានពិការភាពទទួលបានសម្ភារៈព័ត៌មានស្ដីពីការបង្ការនិងការពារជំងឺ COVID-19គ្រប់ក្រសួងស្ថាប័នរដ្ឋត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណៈសម្បត្តិនិងសមត្ថភាពឲ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើងរាប់ទាំងការបម្រើការងារជាមន្ត្រីរាជការកម្មករនិយោជិតកូនជាងឬកម្មសិក្សាការីជាដើមបន្ថែមពីនេះទៀតត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាពការធ្វើជំរាលការបំពាក់ឧបករណ៍ឆ្លាក់ដៃទ្វារបន្ទប់ទឹកជនមានពិការភាពការដាក់ស្លាកសញ្ញានានានៅតាមក្រសួងស្ថាប័នមន្ទីរផ្លូវថ្នល់ទីកន្លែងលំហែកាយមជ្ឈមណ្ឌលវប្បធម៌កន្លែងលេងកីឡាកន្លែងកម្សាន្តគ្រឹះស្ថានអប់រំសន្តាគារមន្ទីរពេទ្យមណ្ឌលសុខភាពនិងមធ្យោបាយដឹកជញ្ជូនជាដើមសម្ដេចតេជោបញ្ជាក់ថាការពង្រឹងវិធានការទាំងនេះនឹងជួយលើកកម្ពស់សិទ្ធិជនពិការធ្វើឲ្យជនមានពិការភាពកាន់តែទទួលបានអត្ថប្រយោជន៍ឧត្តមប្រយោជន៍ក្នុងការរស់នៅក្នុងសង្គមដូចជនមិនពិការដែរពិសេសការរស់នៅប្រកបដោយភាពឯករាជ្យដោយឡែកឯកឧត្តមនេតភក្ត្រារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថាមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃបានចុះតាមដាននិងប្រមូលសំណាក់លាមកសត្វដំរីក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរីក្រោយពីឃើញមានដំរីពួកវាឆ្លងកាត់នៅតំបន់នោះឯកឧត្តមនេតភក្ត្រាបានបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសហការជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ថា WWF នៅក្នុងសប្តាហ៍ទី4នៃខែវិច្ឆិកាឆ្នាំ2020នេះបានចុះស្រាវជ្រាវនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដោយតាមដានស្លាកស្នាមដានជើងនិងប្រមូលសំណាក់លាមករបស់សត្វដំរីដើម្បីកំណត់អត្តសញ្ញាណនិងធ្វើ DNA ខណៈវងដំរីបានបំលាស់ទីពីដែនជម្រកសត្វព្រៃមួយទៅកាន់ដែនជម្រកសត្វព្រៃមួយទៀតនិងឆ្លងកាត់តំបន់របៀបអភិរក្សជីវៈចម្រុះក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីឯកឧត្តមមានប្រសាសន៍ថានៅខាងភូមិភាគប៉ែកឦសាននឹងគឺនៅខេត្តរតនគិរីនៅមណ្ឌលគិរីនឹងគឺដំរីដែលយើងជឿជាក់ថាវាមាននៅកន្លែងនឹងគឺមានប្រមាណជាង100ក្បាលកាលពីប្រមាណថ្ងៃមុនក៏យើងបានរកឃើញដានជើងដំរីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាផងដែរដែលនេះបានបញ្ជាក់និងកត់សម្គាល់ថានៅក្នុងតំបន់នឹងមានសត្វដំរីព្រៃរបស់យើងកាលពីប្រមាណសប្តាហ៍កន្លងទៅនេះអ្នកភូមិពូចានៅខេត្តមណ្ឌលគិរី
បានប្រទះឃើញវងដំរីព្រៃដែលមានចំនួន14ក្បាលដើរស៊ីឫស្សីក្នុងតំបន់ព្រៃឈើនៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកៅសីមាបើយោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាននិងអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃនិងធនធានធម្មជាតិបានបង្ហាញថាក្នុងពេលបច្ចុប្បន្នសត្វដំរីអាស៊ីមានវត្តមានកម្ពុជានៅសល់ប្រហែលចន្លោះពី400ទៅ600ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាបនិងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរីដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែបមានប្រព័ន្ធអេកូឡូស៊ីនិងមានទីជម្រាលអំណោយផលដល់ការរស់នៅដល់ពួកវានិងសត្វព្រៃផ្សេងៗទៀតបើតាមការបញ្ជាក់ឯកឧត្តមនិតភក្ត្រាបានឲ្យដឹងថាដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិដែលហៅកាត់ថា IUCN ការរិចរិលទីជម្រកគឺជាកត្តាធ្វើឲ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នានិងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទសត្វដ៏សំខាន់នេះអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំត្រៀមកន្លែងចាត់តាលិស័កចំនួន5កន្លែងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍28វិច្ឆិកាឆ្នាំ2020ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ខេត្តបានរៀបចំមណ្ឌលចាត់តាលិស័កចំនួន5កន្លែងរួមមានមណ្ឌលចាត់តាលិស័កថ្នាក់ខេត្តស្រុករមាសហែកការិយាល័យកសិកម្មស្រុកមណ្ឌលចាត់តាលិស័កថ្នាក់ខេត្តស្រុកស្វាយជ្រុំការិយាល័យកសិកម្មស្រុកមណ្ឌលចាត់តាលិស័កក្រុងបាវិតសន្តាគារមីហៀងមណ្ឌលចាត់តាលិស័កក្រុងស្វាយរៀងផ្ទះសំណាក់គ្រូបង្រៀននិងមណ្ឌលចាត់តាលិស័កស្រុកកំពង់រោសាលាបឋមសិក្សាព្រៃស្ទៀងសម្រាប់ប្រជាពលរដ្ឋដែលចង់ពិគ្រោះយោបល់និងមានការសង្ស័យចង់ធ្វើតេស្តសំណាក់សូមទំនាក់ទំនងតាមទីតាំងដូចខាងក្រោម 1. ក្រុងស្វាយរៀងនៅមន្ទីរពេទ្យបង្អែកស្វាយរៀងលេខទូរស័ព្ទ012 95 39 75 088 47 77 765 2. ស្រុកស្វាយជ្រុំនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំលេខទូរស័ព្ទ077 92 92 13 088 73 24 346 3. ស្រុករមាសហែកនៅមន្ទីរពេទ្យបង្អែករមាសហែកលេខទូរស័ព្ទ012 30 85 61 4. ក្រុងបាវិតនិងស្រុកចន្ទ្រានៅមណ្ឌលសុខភាពបាវិតឬមណ្ឌលសុខភាពមេថ្ងក់លេខទូរស័ព្ទ012 97 75 61 089 93 78 46 5. ស្រុកស្វាយទៀបស្រុកកំពង់រោនិងស្រុករំដួលនៅមន្ទីរពេទ្យបង្អែកស្វាយទៀបឬមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលលេខទូរស័ព្ទ097 33 53 392 097 86 19 991ក្នុងខែវិច្ឆិកាឆ្នាំ2020កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ 64,740 តោនគិតជាទឹកប្រាក់ចំនួនជាង $48.6 លានសហរដ្ឋអាមេរិកបរិមាណនាំចេញនេះមានការកើនឡើងចំនួនជាង 15% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ3កណ្ដកសញ្ញា 26% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងខែវិច្ឆិកានេះដែរអង្កររបស់កម្ពុជាបាននាំចេញចំនួន 61% ទៅកាន់ប្រទេសចិននិង 2% ទៅកាន់ទីផ្សារក្រុងហុងកុងដែលមានបរិមាណសរុបចំនួន 4,489 តោនគិតជាទឹកប្រាក់ចំនួន $29 លានសហរដ្ឋអាមេរិកដោយឡែកសម្រាប់រយៈពេល11ខែនៃឆ្នាំ2020នេះការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត 17% ដែលគិតជាបរិមាណសរុបមានចំនួន 610,000
45តោនគិតជាទឹកប្រាក់ចំនួន$415 លានសហរដ្ឋអាមេរិកដែលទឹកប្រាក់នេះមានការកើនឡើងចំនួន$43 លានសហរដ្ឋអាមេរិកឬជិត 12% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ2019ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម$372 លានតែប៉ុណ្ណោះក្នុងរយៈពេល11ខែនេះដែរកម្ពុជាបាននាំចេញអង្ករក្រអូបចំនួន481,200 តោនឬស្មើនឹង 80% នៃបរិមាណនាំចេញសរុបដែលក្នុងនោះអង្ករក្រអូបប្រណិតប្រភេទម្លិះអង្ករត្រូវបាននាំចេញចំនួន 55% អង្ករសែនក្រអូបចំនួន 25%ក្រមស្ត្រីចង់ឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ផ្នត់គំនិតរើសអើងមាក់ងាយចំពោះស្ត្រីដែលស្វែងរកសេវារំលូតសុវត្ថិភាពដើម្បីធានាឲ្យស្ត្រីបានសម្រេចចិត្តធ្វើការរំលូតដោយសុវត្ថិភាពនិងត្រឹមត្រូវសូមស្ដាប់នាយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែមអ្នកស្រីអានរ៉ូសារស់នៅភូមិដំបងខ្ពស់ស្រុកអង្គរជ័យធ្លាប់ទៅរកសេវារំលូតសុវត្ថិភាពនៅមណ្ឌលសុខភាពភូមិបានឲ្យដឹងថាអ្នកស្រីធ្លាប់បាក់ទឹកចិត្តពីការរើសអើងរបស់បងប្អូនជិតខាងពិសេសមនុស្សចាស់ដែលពួកគាត់ចាត់ទុកថាការរំលូតគឺជារឿងមិនល្អហើយគឺជាអំពើបាបផងដែរអ្នកស្រីបន្តថាទោះជាមានការមាក់ងាយពីមនុស្សជុំវិញខ្លួនក៏ដោយតែនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវព្រោះសុខភាពរបស់អ្នកស្រីមិនល្អរូបរាងស្គមស្គាំងមិនអាចបរិភោគអ្វីបានដែលមិនអាចពោពោះបានឡើយដូច្នេះអ្នកស្រីសម្រេចចិត្តទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពដើម្បីទទួលយកសេវារំលូតសុវត្ថិភាពបងស្ត្រីគ្រប់គ្នាបើសិនជាមិនចង់បានកូនសូមបងទៅមណ្ឌលសុខភាពទាំងអស់គ្នាគួយមណ្ឌលសុខភាពហ្នឹងគាត់មើលការខុសត្រូវយើងដិតដល់មើលថែយើងគាត់មានសេវា24ម៉ោងអញ្ចឹងគាត់មើលយើងគាត់អត់ឲ្យយើងភ័យអត់ឲ្យយើងខ្លាចក្នុងការយើងរំលូតហ្នឹងហើយកុំខ្មាស់អៀនអីមិនបាច់ខ្មាស់អៀននេះនិយាយទៅគាត់លាក់បាំងយើងល្អគាត់មិនឲ្យយើងខ្មាស់គេដោយសារថាយើងធ្វើអីមួយមិនត្រឹមត្រូវអញ្ចឹងនិយាយទៅការខ្ញុំទៅហ្នឹងខ្ញុំមានបានខៃក្រខ្ញុំអត់អស់លុយទេហើយទៅខ្ញុំជូនសគុណអ្នកគ្រូគាត់អត់យកដែរអ្នកស្រីបញ្ជាក់ថាមួយរយៈចុងក្រោយនេះក្រោយពីមានការអប់រំផ្សព្វផ្សាយពីបុគ្គលិកអង្គការៈចំពោះសុខភាពបន្តពូជសុខភាពផ្លូវភេទនិងច្បាប់រំលូតជាពិសេសបញ្ហាប្រឈមរបស់ស្ត្រីដែលទៅរកសេវារំលូតកូននោះបានធ្វើឲ្យមនុស្សក្នុងមូលដ្ឋានមានការផ្លាស់ប្ដូរឥរិយាបថដោយបញ្ឈប់ការមាក់ងាយចំពោះស្ត្រីដែលទៅរកសេវារំលូតសុវត្ថិភាពដែលពួកគាត់បានដឹងពីបញ្ហាប្រឈមរបស់ស្ត្រីដែលជួបការលំបាកខុសៗគ្នាប៉ុន្តែក៏នៅមានមនុស្សមួយចំនួនតូចដែលនៅតែរើសអើងចំពោះស្ត្រីដែលទៅស្វែងរកសេវានេះទោះជាយ៉ាងនេះក្តីអ្នកស្រីក៏បានផ្ដាំផ្ញើទៅដល់ស្ត្រីទាំងឡាយនៅពេលដែលសម្រេចចិត្តបែបនេះគួរតែស្វែងរកការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដូចជានៅមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពឬនៅ clinic ដែលមានជំនាញច្បាស់លាស់និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលអ្នកស្រីបន្តថាស្ត្រីគ្រប់រូបមិនគួរធ្វើការរំលូតដោយខ្លួនឯងឬជាមួយគ្រូពេទ្យដែលគ្មានជំនាញនោះទេនាងខ្ញុំមីស្រីផលវិទ្យុជាតិកម្ពុជាលោកអ្នកនាងកំពុងស្ដាប់វិទ្យុជាតិកម្ពុជា AM 918 kHz និងវិទ្យុវត្តភ្នំ FM 105.70 MHz តទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិកសង្ឃឹមថាអាចនឹងចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនយ៉ាងហោចណាស់100លាននាក់នៅត្រឹមខែកុម្ភៈឆ្នាំ2021ខាងមុខដោយក្នុងមនុស្សម្នាក់អាចនឹងទទួលបានការចាក់វ៉ាក់សាំង2ដូសនេះបើតាមការលើកឡើងរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកម្នាក់ដកស្រង់ដោយសារព័ត៌មាន CNA នៅថ្ងៃទី3ខែធ្នូឆ្នាំ2020ការចាក់វ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិកអាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែធ្នូនេះពលគឺមុនបុណ្យណូអែលនៅពេលវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថអាមេរិកអាឡឺម៉ង់និងក្រុមហ៊ុនឱសថអាមេរិក Moderna ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់លោកមុនសេសស្លាវីជាទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រកម្មវិធីវ៉ាក់សាំងនៃរដ្ឋបាលលោកដូណាល់ត្រាំបានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូចនេះថានៅចន្លោះពាក់កណ្ដាលខែធ្នូនេះនិងចុងខែកុម្ភៈឆ្នាំ2021យើងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនឲ្យបានយ៉ាងហោចណាស់100លាននាក់ឬស្មើនឹងជិត 40% នៃប្រជាជនអាមេរិកពេញវ័យលោកស្លាវីបានបញ្ជាក់បន្ថែមថាមនុស្សចាស់បុគ្គលិកសុខាភិបាលឬអ្នកនៅជួរមុខប្រយុទ្ធជាមួយ COVID-19 និងជនងាយរងគ្រោះដទៃអាចនឹងទទួលបានការចាក់វ៉ាក់សាំងជាអាទិភាពលោកអ្នកនាងស្ដាប់ជាទីមេត្រីព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅពេលនេះចាប់តែប៉ុណ្ណេះ